បងប្អូនថ្ងៃនេះមកមើលចកាមានទៀតបងប្អូននេះកូនចៅមកតាមយល់មួយថ្ងៃតាមដល់ខនិយាយពីតាមមើលមុខលយអស់តោះមកមុខអង្គរៈទៅណាមកណាគឺថាដើរតាមជាប់រហូតមកមុខសង្ហាដល់មុខអើតែចូលមកចកាមាននិយាយញឹមឃើញទេអត់ទៅចូលមកចកាមាននឹងតាមហ្មងអត់តំនីទេហើយនេះចកាមានបងប្អូនមានឆ្នាំនេះផ្កាច្រើនបងប្អូនអើយផ្កាដល់ខផ្កាឆ្នាំនេះធានាដឹងថាតម្លៃដឹងថាធ្លាក់ថ្លៃទៀតណាមានបងប្អូនអើយឆ្នាំទៅមានជាមធ្យម1គីឡូវា8000 9000អីជាមធ្យមណាតែបើសាច់ក្រាស់វាអាចលឿននឹងអញ្ចឹងទៅហើយបើស្ដើងបំផុតអីហ្នឹងគឺថាមានលាយមានក្រាស់មានស្ដើងអីហ្នឹងអាហ្នឹងតម្លៃវារៀងធូរដែរហើយឆ្នាំនេះអាចនឹងមើលទៅបែបធូរជាងមុនទៅទៀតមើលទៅអាចឈានដល់ 4-5000 អីក៏មិនដឹងទេពោលថាផ្កាច្រើនបងប្អូននេះវានៅទូចដល់ចឹងយើងមើលមិនសូវច្បាស់អញ្ចឹងបងប្អូនមើលសូវច្បាស់ទេចឹងនិយាយថាត្រួយនឹងមួយណាក៏ដោយក៏សិតតែផ្កាដែរបងប្អូនឥឡូវវាចាប់ដើមនេះតិចនេះចាប់ដើមមកខ្លះបែកអីចឹងទៅវាចាប់ដើមចេញជាផ្លែទូចឹងណាហើយឆ្នាំនេះផ្កាច្រើនស្ទើរតែគ្រប់ដើមត្រួយមួយណាមេឃមួយណាក៏សម្បូរដែរស្ទើរតែគ្រប់ដើមហ្មងដោយសារតែឆ្នាំទៅវាអត់មានសូវផ្លែសូវផ្កាអញ្ចឹងណាអញ្ចឹងឆ្នាំហ្នឹងគឺថាបាក់តបបាក់ទីងគ្រប់គ្នាហ្មងបាទនៅក្នុងហ្នឹងគឺមានក្រូចឆ្មាក្រូចអីចឹងហើយមួយក្រូចឆ្មាបាទក្រូចឆ្មាក៏មិនធម្មតាដែរផ្លែមកផ្លែនេះផ្លែដល់កផ្លែនេះអូយព្រាតព្រួងសិតតែផ្លែក្រូចឆ្មាហ្មងនេះព្រាតហ្មងផ្លែអាចបាន20គីឡូអីបាទអាចបាន20គីឡូអីដែរមិនធម្មតាទេច្រើនតាហើយតាមប្លោះមួយក៏មានដាក់មានដាក់អីចឹងទៅតែចែមួយនេះក៏តាមស្ថឹកដែរនេះទៅណាក៏តាមដែរមានទំនេរដើរទៅកន្លែងណាក៏តាមដែរដល់ក៏ចូលព្រីចូលខ្សែអីឲ្យទៅដើរចូលចកាម្ដងវាដឹងថាចូលព្រីចូលអីដែរហើយគាត់ចូលចិត្តរូបព្រីដល់នេះសាច់ដើមសាច់ក្រាស់បងប្អូនសាច់ក្រាស់ហ្នឹងហើយឥឡូវវាចាប់ដើមនេះឃើញទេតែពីវាបែកមកវាចេញមកចេះនេះឃើញទេវាមានផ្លែអីតិចចឹងណាបាទណែឃើញទេមានទូចឹងហ្នឹងផ្កាមានបងប្អូននេះបងប្អូនណាមិនដែលឃើញហ្នឹងហើយផ្កាមាននេះឃើញទេបាទហើយដល់រដូវនេះវាទើបចាប់ដើមផ្កាហើយផ្លែក៏វាមានមិនច្រើនដែរផ្លែតិចទេវាអត់ទាន់ពេញរដូវវាចាប់ដើមមាននៅសល់អាសន្លក់ក៏ពីមុនតិចណាឥឡូវវាតន់ស្បូរទេវាចាប់ដើមផ្កាប៉ុណ្្នឹងចឹងដើមមួយផ្លែផ្កាចង់វិលមុខដែរណាដើមមួយមិនធម្មតាណាមួយហ្នឹងហើយខ្លះក៏ចាប់ដើមបានផ្លែអីចេះខ្លះចឹងទៅអានេះវាអត់ទាន់ធំទេណាវាទើបចាប់ដើមបានតិចអីចឹងវាអត់ទាន់ចំណាប់ចំនួននេះទេប៉ុណ្ណឹងមួយឆ្នាំនេះគូសំមើលទៅផ្លែច្រើនក៏ប៉ុន្តែតម្លៃវាមិនអាចគូសំទេបាទជាធូរថ្លៃបន្តិចធ្លាក់ថ្លៃទៀតហើយឆ្នាំនេះស្រុកហ្នឹងចឹងបងប្អូនមើលនេះសិតផ្កាទាំងអស់ទៅមកផ្កាឲ្យតែមើលទៅឃើញមានចុងស្ពុះបោះតងគេហៅថាបង្ហូតទួងមួយហ្នឹងគឺថាចេញផ្កាមកមិនធម្មតាទេហ្នឹងចកានៅខាងកោះលងចិត្តណាបងប្អូនមានឆ្ងាញ់ហើយបើនិយាយពីរឿងរសជាតិវិញគឺឆ្ងាញ់មែនតើបងប្អូនរសជាតិវាឆ្ងាញ់បងប្អូនខ្លះក៏អត់ស្គាល់មានស្គាល់សង្កែននេះទេអាសង្កែននេះគឺវាអត់សូវឆ្ងាញ់ក្លិនឈ្ងុយទេហើយមានដូចគ្នាអីក៏ដោយផ្លែធំអីក៏ដោយមកពីចម្ងាយក្រៅពីខាងកោះលងចិនហើយនឹងកោះកបីនោះគឺថារសជាតិអត់ដូចគ្នាទេខាងកោះលងចិនខាងកោះកបីរសជាតិវាឈ្ងុយជាងឆ្ងាញ់ជាងហើយបងប្អូនសាកមើលទៅពេលវាចាប់ផ្ដើមផ្លែម្ដងវាចាប់ផ្ដើមអីម្ដងគាត់ថាបើមិនទល់វាទេគឺថាអូមិននៅទេបងប្អូនបាក់ដើមអីអស់ហើយមិននៅទេព្រោះវាធ្ងន់ផ្លែវាតូចដែរប៉ុន្តែគាត់ថាវាធ្ងន់ផ្លែវាប៉ុណ្ណមីជើងហ្នឹងអាណាល្អខ្លះទៅតូចជាងមីជើងអីចឹងទៅមានអាក្របធំមានអាក្របតូចអីចឹងទៅមានចហុតមានអីចឹងទៅពីរនាក់មិនហើយដើរលេងដល់ណារៃខ្លះបានរុកទៅព្រៃមកមើលបានអញ្ចឹងឃើញទេបងប្អូនរុកព្រៃចំយ៉ាក់រុកអើយអសបាយតាមហើយបើចេញទៅតាមខេត្តទេអើយមកជូទៅតនុយពីអ្នកយាយតាឡើងឡានទៅខេត្តហើយមុខមិនរីករាយទេហើយនេះគុំអស័យមិនមែនថាបងប្អូនមិនស្គាល់គុំអស័យទេមិន
ប៉ុន្តែចង់និយាយថាគុំអាស័យនេះបើថាមានភ្លៀងប្រមេអីមកទឹកសើមនេះគឺមានតាពាំងដោះហើយអានេះមិនមែនភ្លៀងញឹកញាប់ទេយូរភ្លៀងម្ដងទេប៉ុន្តែតាពាំងវាមានចង់ថាស្ទើរតែរហូតបើសិនជាយើងដាក់ទឹកអី 50% នៃការដាក់ដំណាំដូចជាស្រូវដូចជាអីនឹងតាពាំងយ៉ាងណាអស់ទេនេះយូរម្ដងទេយូរចង់និយាយថាភ្លៀងមកម្ដងទេប៉ុន្តែតាពាំងនេះណាគេចាក់គេអីហើយណាអានេះគេទឹកបណ្ដោះគេហៅនៅកញ្ចក់ដើកញ្ចក់កពើឯណោះចំការអញ្ចឹងបងប្អូនមុខអញ្ចឹងបាទមុខដូចឆ្កែអញ្ចឹងមុខដូចឆ្កែអញ្ចឹងបងប្អូនហ្នឹងហើយនិយាយលេងបងប្អូនស្អាតស្អីដែរខ្ញុំបាទហើយខាងនោះទលេបងប្អូននោះខាងនោះទលេយើងមើលទៅឃើញបងប្អូននោះបាទទលេនឹងឲ្យមើលទៅឃើញទលេគឺកោះក្នុងចិត្តគឺកោះមែនតើបាទកោះមែនតើបងមិនគាត់ថាកោះឬកោះកបីទេចិត្តនេះគឺកោះមែនតើហ្មងបាទខ្យល់លហើយទៅស៊ីហ្មងតិចអញ្ចឹងបងប្អូនមើលទៅត្រើយខាងនោះហ្នឹងគឺថាគេហៅថាខាងអាស័យស្រុកបាទខាងអាស័យស្រុកខាងនោះមើលទៅត្រើយខាងនោះបាទខាងព្រែកថ្មីអាស័យស្រុកយើងហ្នឹងបាទបងប្អូនឃើញអញ្ចឹងតិចណាប៉ុន្តែឃីវសឹកកផ្លោកហើយនឹងនេះទៅណាទៅឆ្ងាយយើងឆ្ងាយដែរបាទចូលលបាក់ចិត្ត100ម៉ែត្រទេនោះឆ្លងទន្លេយើងមិនអាចឆ្លងហែលបានទេតើមានទូកមានអីថាវាស្អាតបងប្អូនស្អាតមើលទៅឃើញស្អាតទេសភាពហ្នឹងហើយបងប្អូនខ្លះគាត់មកពីពេញមកពីអីទៅគាត់ជិះកង់ហាត់ប្រាណនេះគាត់ជិះចូលកោះព្រោះថាកោះក្នុងចិនឥឡូវវាមិនដូចកាលពីមុនទេកាលពីមុនគឺឆ្លងដកន្លែងណាក៏ឆ្លងទូកដដែរប៉ុន្តែឥឡូវគឺវាមានស្ពានក្បាត់ក្រុងទី3យើងមកពីទូកសាំងមកពីវត្តអង្គរជ័យចុះពីផ្លូវជាតិលេខ1មកនោះបាទមកឯនោះគឺកាត់ឆ្លងកាត់អាស្ពានមួយជាប់គ្នានឹងគឺថាมันលំបាករឿងឆ្លងទន្លេឬកាមុនទេគឺថាឆ្លងស្ពានចុះពីស្ពានមកគឺថាបត់ឆ្វេងក៏ត្រូវបត់ស្ដាំក៏ត្រូវគឺកោះលងចិនដែរឃើញមិនបាច់ទេនោះបើនិយាយពីរឿងថាដើរព្រៃដែរនេះចូលចិត្តណាអត់តែយើងមកចឹងតាមអើយតាមនេះណាមួយទៀតទៅណាបាត់ហើយបាត់គ្នាគីទៅណាបាត់គីចុំនេះឆោះចុំយ៉ាអត់កោថ្ងៃបានតែ2នាក់កូនចៅបងប្អូនអើយមានគ្នាទៅគាត់ដើរលេងហើយចឹងទៅចូលរុកព្រៃរុកអីទៅបានតែ2នាក់ហ្នឹងតែមិនសូវអត់សុខគាត់រៀងខូចតិចបើបានរៀងនេះនឹងដេញគេចោលយ៉ាបើសិននេះម្ចាស់ទៅមកពីណាបើកទ្វារដល់វត្តលបងហ្នឹងមិនចេះដេញគេហុយដីគេអ៊ូតក្អេងក្អាងប៉ុន្តែបើសិនជានៅផ្ទះគេចេញអស់នៅផ្ទះតែឯងគេហៅឲ្យទៅហូបបាយក៏មិនហូបដែរនៅដេកធ្វើមុខឯងក៏ញើហៅក៏អាណាហៅក៏អត់ចង់មាត់ចង់ក្រោយដែរប៉ុន្តែបើម្ចាស់ដល់វិញគឺថាក្លាហានហ្មងដឹងចំណាប់មកពីណាទេពួកនេះគឺពូចាប់សัตว์ណាបងប្អូនពូចាប់សัตว์យកមកពីកោះកុងធំដែរបងប្អូនធំល្អស្រឡាញ់វាស្អីបងប្អូនអើយចូលចិត្តឆ្កែចូលចិត្តឆ្មាក៏ខូចតិចបងប្អូននេះខូចហើយយើងស្រួលនិយាយគ្នាទេបងប្អូនដល់ទម្លាប់ល្អទៅយើងស្រួលនិយាយគ្នាអត់ពិបាកនិយាយគ្នាទេនិយាយគ្នាយ៉ាងម៉េចចង់និយាយថាខាត់ខហាមកុំឲ្យវាដើរឬក៏ដើរទៅនេះទៅនោះឲ្យយើងហាវវាឲ្យមកវិញឬក៏ដេញគេអីហ្នឹងយើងស្រែកសម្លុតគម្រាមវាទៅវាស្ដាប់បានមិនមែនស្រួលនិយាយគ្នាចេះភាសាខ្មែរដូចយើងមនុស្សទេណាព្រោះស្ដាប់បានអីនិយាយតគ្នាដូចមនុស្សឯងវាមិនដល់ថ្នាក់នោះទេបងប្អូននេះចេកបងប្អូននេះចេកចេកបាទតាមជើងលបងអញ្ចឹងអាហ្នឹងគេដាក់ដាំលេងទៅយូរវាផ្លែវិញទៅគាត់ហូបលេងអញ្ចឹងបងប្អូនបាទនេះល្អតើនេះអេមកចេកអានេះមិនចេកមាសចេកប្រាក់អីទេបងប្អូនណាបាទអានេះបើនិយាយទៅគេហៅចេកគុជហៅចេកគុជអានឹងមិនចេកមាសចេកប្រាក់ទេបាទចេកគុជចេកមងគុជយើងណាហ្នឹងហើយអរគុណបាយបាយមានប៉ុណ្ណឹងបងប្អូន